សួស្តីអ្នកនរគ្នាខ្ញុំបានអានសៀវភៅនេះខ្ញុំបានអានដល់ចំពុកមួយដែលមានចំណងជើងថាខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតែតម្រូវចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអំពីយើងផងគេក៏ខ្លាចដូចយើងដែរយូរទៅនាំគ្នារស់នៅទាំងភ័យខ្លាចគ្នារហូតយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេតែបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើអស់ពីចិត្តពីថ្លើមធ្វើឲ្យបានសម្រេចឲ្យបានប្រយោជន៍បង្ហាញប្រាប់គេថាអ្វីដែលយើងគិតគឺត្រឹមត្រូវមែនមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ល្អដើម្បីឲ្យយើងរីកចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែនិយាយបញ្ឈឺឌឺដងដាក់យើងកុំយកវាមកទុកក្នុងខួរក្បាលអីបោះចោលទៅត្រូវប្រឹងបន្តទៅមុខទៀតប្រឹងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនស្ថិតក្រោមសម្ពាធអ្នកដទៃសូមកុំឲ្យអ្នកដទៃគូសវាសវាសនាឲ្យអ្នកឡើយប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយស្វាហាប់អានកថាខណ្ឌដំបូងដែលខ្ញុំបានអានគឺខ្ញុំនឹកទៅដល់ការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រដែលគេបានសិក្សាពីខួរក្បាលណាអ្នកនរគ្នានៅក្នុងការសិក្សាស្រាវជ្រាវមួយហ្នឹងគឺគេបានលើកឡើងពីខួរក្បាលរបស់មនុស្សយើងផ្លាស់ប្ដូរការគិតឬក៏មានគំនិតមានន័យថាខួរក្បាលរបស់យើងគឺគិតរឿងមួយទៅរឿងមួយទៀតហ្នឹងក្នុងមួយថ្ងៃមានរហូតដល់6000គំនិតដែលខួរក្បាលរបស់យើងគិតនៅក្នុងមួយថ្ងៃហើយវាផ្លាស់ប្ដូរទៀតទៅតាមការសម្រាករបស់យើងដូចគ្នាថាក្នុងមួយថ្ងៃយើងសម្រាកបានប៉ុន្មានម៉ោងអញ្ចឹងណាអានេះ6000រឿងជាងក្នុងមួយថ្ងៃហ្នឹងសម្រាប់អ្នកដែលគាត់គេងបាន8ឬក៏7ម៉ោងអញ្ចឹងទៅអ្នកនរគ្នាអញ្ចឹងមានន័យថាមនុស្សយើងម្នាក់មានរឿងជ្រាលជ្រៅដែលត្រូវគិតមកអ្នកនរគ្នាអញ្ចឹងបើសិនជាយើងចង់ធ្វើអីយើងចង់ទៅធ្វើអីរៀនអីឬក៏ចង់តែងខ្លួនបែបណាឲ្យតែយើងសប្បាយចិត្តយើងធ្វើទៅព្រោះថាអ្នកដទៃគឺគេអត់មកគិតពីយើងរហូតទេអ្នកខ្លះឃើញយើងតែងខ្លួនអីអញ្ចឹងគាត់ថាឲ្យយើងប៉ុន្តែថាតែប៉ុណ្្នឹងហើយគឺចប់ហើយគឺគាត់ឡើងគិតពីរឿងនឹងទៀតទេព្រោះថាគាត់មានរឿងខ្លួនគាត់ផ្ទាល់ដែលគាត់ត្រូវគិតគាត់មានរឿងផ្សេងដែលគាត់ត្រូវគិតគឺយើងធ្វើអីដែលយើងសប្បាយចិត្តយើងពេញចិត្តសម្រាប់ខ្លួនយើងទៅមិនបាច់ទៅខ្វល់ពីអ្នកដទៃពេកទេអ្នកនរគ្នាព្រោះថាគេក៏មានរឿងគេដែលត្រូវគិតដូចគ្នាហើយដូចខ្ញុំថាអញ្ចឹងការសិក្សាដែលអ្នកវិទ្យាសាស្ត្រគាត់សិក្សាតាក់ទងជាមួយនឹងខួរក្បាលរបស់មនុស្សយើងហ្នឹងគឺលទ្ធផលគឺគេឃើញបែបហ្នឹងថាក្នុងមួយថ្ងៃគឺមនុស្សយើងគិតមានរឿងដែលត្រូវគិតរហូតដល់6000រឿងជាងអ្នកនរគ្នាមិនតិចទេណាអញ្ចឹងយើងកុំខ្វល់ពីសម្ដីអ្នកដទៃពេកធ្វើអីដែលយើងពេញចិត្តយើងសប្បាយចិត្តធ្វើអីដែលធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងឬក៏យើងសប្បាយចិត្តក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងគឺគ្រប់គ្រាន់ហើយអ្នកនរគ្នាមួយវិញទៀតការសិក្សាក៏គេបានបង្ហាញដែរថាមនុស្សយើងមនុស្សម្នាក់អត់អាចគិតពីរឿងមកនិយាយសាមញ្ញមានន័យថាអ្នកដទៃគេអាចគិតរឿងយើងបានរហូតដល់5នាទីទេបើសិនជាម្នាក់នឹងគិតរឿងយើងបាន5នាទីឬក៏លើសពី5នាទីហ្នឹងគាត់នឹងឈួតអានេះជាភាសាសាមញ្ញណាអ្នកគ្នាប៉ុន្តែបើនិយាយឲ្យកុំឲ្យអាក្រក់ស្ដាប់ពេកមានន័យថានៅពេលដែលយើងគិតរឿងនឹងដដែលរហូតជាច្រើនដងគឺអាចនាំឲ្យយើងមាន anxiety មាន depression អាចនាំឲ្យមានការផ្លាស់ប្ដូរយើងនឹងអាចគ្រប់គ្រងខ្លួនឯងបានអាចថាឆាប់មួម៉ៅឬក៏អាចបង្កមានជាអាកប្បកិរិយាមិនសមរម្យអីចឹងទៅសូម្បីតែយើងខ្លួនឯងបើសិនជាយើងគិតរឿងអ្នកដទៃម្នាក់ហ្នឹងលើសពី5នាទីយើងអាចនឹងមួម៉ៅយើងអាចនឹងមិនសប្បាយចិត្តអីមានន័យថាយើងអាចមានន័យថាអ្នកដទៃក៏គេអាចមកគិតរឿងយើងតែមួយហ្នឹងបានរហូត5នាទីឬក៏1ម៉ោង2ម៉ោងឬក៏មួយថ្ងៃហ្នឹងគេគិតតែរឿងយើងវាអត់មានទេអ្នកនរគ្នាអញ្ចឹងកុំសូវខ្វល់ពីអ្នកដទៃពេកធ្វើអីដែលខ្លួនឯងស្រឡាញ់ធ្វើអីដែលខ្លួនឯងសប្បាយចិត្តពេញចិត្តទៅគឺគ្រប់គ្រាន់ទេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នាឱកាសក្រោយបាយបាយ